បាទជាសកម្មភាពរបស់ខ្ញុំសម្រាប់ចុងសប្តាហ៍ថ្ងៃអាទិត្យពេលយើងដោយសារមួយរយៈនេះយើងខានលេងបាល់ទាត់រយៈពេល1 ខែពេញហើយឥឡូវយើងក៏ចាប់ផ្ដើមលេងវិញហើយមិញខ្ញុំបានទៅដល់ត្រាំងវិញគេក៏បានពាក់បាយជើងក៏ដូចជា warm up ថែបាល់តើបាល់ដើម្បីឲ្យវាស៊ាំជើងដោយសារយើងខានលេងយូររយៈពេល1 ខែហើយយើងទៅសក់ខ្ញុំយើងហូបចុកទៀតធ្វើឲ្យជាតិពុលក្នុងខ្លួនយើងវារៀងច្រើនដែរហើយនេះមកលេងបាល់ហើយជាសកម្មភាពយើង warm up សម្រាប់មុននឹងចូលលេងចឹងហើយសកម្មភាពខ្ញុំខ្លះយើង warm up ដើម្បីឲ្យសរសៃសរសងយើងវារលាស់ល្អចឹងតទៅយើង warm up ហើយយើងមានការអស់កម្លាំងហើយខ្ញុំក៏បានទាញភេសជ្ជៈទៅកម្លាំងកម្ពុជាយកមកញ៉ាំអានេះរសជាតិវាខ្ញុំញ៉ាំនេះមិញវាស្តៀងខារ៉ាបាល់ដែរហើយចំណុចដែលខុសគ្នាពីខារ៉ាបាល់ហ្នឹងទី1វាអត់សូវផ្អែមពេកហើយទី2ហ្នឹងជាផលិតផលរបស់ខ្មែរយើងណារបស់ក្រុមហ៊ុនជីកម៉ុងណាល្អឆ្ងាញ់